ការជៀនពងទាឲ្យឆ្ងាញ់បាទយើងត្រូវក្រឡុកបាទក្រឡុកពងទានឹងឲ្យវាចូលគ្នាជាមួយពងក្រហមពងសស្លឹកខ្ទឹមម្រេចស្ករប៊ីចេងអីហ្នឹងយើងដាក់ចូលមកពុកម៉ែបងប្អូនណាដាក់ចូលស្អាឲ្យវាសប់មានន័យថាឲ្យវាសប់គ្រប់គ្រឿងមកហើយយើងក្រឡុកវាហ្មងបាទយើងក្រឡុកយកសព្រាមួយវាយក្រឡុកវាទៅបាទទើបមកយើងបំពងខ្ទឹមឲ្យរាងក្រហមឡើងមកបាទហមមកអញ្ចឹងយើងចាក់ចូលលើខ្ទះបាទហើយយើងកាន់ដៃខ្ទះហ្នឹងគឺកាន់ធ្វើម៉េចអៀងទៅខាងបាទឲ្យមានន័យថាឲ្យវាបើកភ្លើងតិចមកបាទមកវាខ្លោចពេកមកល្មមមកមើលទៅតំណងនឹងឆ្ងាញ់ឆ្អិនល្មមបាទតបមកនេះរួចរាល់ហើយពុកម៉ែបងប្អូនណាបាទដួសដាក់លើចានសូមអរគុណសូមជម្រាបលា